នំប៉័ង burger គឺជាអាហារសម្រន់ដ៏មានប្រជាប្រិយភាពចំពោះក្មេងៗក៏ដូចជាយុវវ័យសម័យឥឡូវហើយតម្លៃវិញក៏ថ្លៃគួរសមផងដែរប្រសិនបើយើងចេះធ្វើដោយខ្លួនឯងហ្នឹងគឺឃើញថាអត់សូវចំណាយអស់ច្រើនប្រហែលទេហើយវិធីធ្វើក៏ងាយស្រួលផងដែរជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីវិធីធ្វើ burger សាច់មាន់ដែលមានរសជាតិឆ្ងាញ់ជាមួយនឹងគ្រឿងផ្សំនិងវិធីធ្វើងាយៗតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើដែលដំបូងហ្នឹងគឺខ្ញុំប្រឡាក់សាច់មាន់ជាមុនសិនដែលខ្ញុំប្រើសាច់ទ្រូងមាន់ហ្នឹងចំនួន500ក្រាមដែលស្មើនឹងកន្លះគីឡូសាច់ទ្រូងមាន់នេះគឺខ្ញុំបានជាវាជាបន្ទះស្ដើងជា2ឬក៏ជា3ទៅតាមកម្រាស់របស់សាច់មាន់ហើយក៏បានកាត់ជាដុំតូចៗល្មមទៅតាមទំហំនំផងដែររួចហើយគឺយកសមហ្នឹងមកចាក់ឲ្យមានរន្ធតូចៗដើម្បីងាយស្រួលប្រឡាក់ទៅគឺវាឆាប់ចូលជាតិបានល្អហើយចំពោះគ្រឿងផ្សំដែលដាក់ប្រឡាក់សាច់ហ្នឹងគឺមានដូចជាខ្ទឹមសចិញ្ច្រាំហ្នឹងចំនួនកន្លះស្លាបព្រាបាយជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេហើយនឹងម្រេចហ្នឹងកន្លះស្លាបព្រាកាហ្វេជាមួយនឹងម្សៅម្ទេសហ្នឹងកន្លះស្លាបព្រាកាហ្វេដូចគ្នាហើយជាចុងក្រោយហ្នឹងគឺច្របាច់ក្រូចឆ្មាចូលចំនួន1ចំណិតដែលប្រហែលជាមួយស្លាបព្រាកាហ្វេហើយបន្ទាប់មកគឺយើងត្រូវច្របាច់សាច់មាន់ជាមួយនឹងគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យចូលគ្នាបានសព្វល្អហើយការប្រឡាក់សាច់ហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោចំនួន100មីលីលីត្រទៀតដែលទឹកដោះគោនេះគឺបងប្អូនមិនចង់ដាក់គឺមិនបាច់ដាក់ក៏បានដែរបន្ទាប់ពីច្របល់ចូលគ្នាបានសព្វហើយគឺយើងយកថង់មកគ្របទុករយៈពេល30នាទីសិនឥឡូវហ្នឹងគឺយើងមកលាយម្សៅដើម្បីប្រឡាក់សាច់ដែលខ្ញុំប្រើម្សៅមីនេះចំនួន350ក្រាមជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេនិងម្រេចកន្លះស្លាបព្រាកាហ្វេរួចហើយត្រូវច្របល់វាចូលគ្នាឲ្យសព្វចំពោះម្សៅនេះគឺបងប្អូនអាចបន្ថែមម្សៅម្ទេសចូលបន្ថែមទៀតក៏បានដែរប្រសិនបើចង់ឲ្យរាងហឹរគឺយើងយកសាច់មាន់ដែលយើងបានផ្អាប់ទុកមុនហ្នឹងយកមកប្រឡាក់ជាមួយនឹងម្សៅហើយយើងច្របាច់វាដើម្បីឲ្យម្សៅនេះជាប់ជាមួយនឹងសាច់មាន់បន្ទាប់មកទៀតគឺយើងយកទៅជ្រលក់ចូលទៅក្នុងទឹកហើយយើងទុកនៅក្នុងទឹកហ្នឹងប្រហែលជា5វិនាទីសិនចាំស្រង់ឡើងបន្ទាប់ពីស្រង់ឡើងហើយគឺយើងយកទៅប្រឡាក់ជាមួយនឹងម្សៅម្ដងទៀតហើយធ្វើដូចដែលយើងបានធ្វើអំបញ្ញមិញអញ្ចឹងបន្ទាប់ពីប្រឡាក់សាច់មាន់ជាមួយនឹងម្សៅបានសព្វហើយគឺយើងយកទៅដាក់ចៀនហើយប្រេងដែលដាក់ចៀនហ្នឹងគឺយើងត្រូវការឲ្យប្រេងហ្នឹងក្តៅរៀងខ្លាំងបន្តិចសិនទើបយើងដាក់សាច់មាន់ហ្នឹងចូលចៀនបន្ទាប់មកគឺយើងចៀនដោយបើកភ្លើងល្មមហ្នឹងរហូតដល់តែសាច់មាន់ហ្នឹងឡើងក្រហមបន្ទាប់ពីចៀនសាច់មាន់រួចរាល់អស់ហើយឥឡូវហ្នឹងគឺយើងមកលាយទឹកជ្រលក់វិញម្ដងដោយទឹកជ្រលក់នេះគឺខ្ញុំប្រើទឹកប៉េងប៉ោះនេះចំនួន2ស្លាបព្រាបាយបន្ទាប់មកគឺទឹកម៉ាយ៉ូណេសចំនួន4ស្លាបព្រាបាយជាមួយនឹងទឹកម្ទេស1ស្លាបព្រាបាយហើយបន្ទាប់មកទៀតនេះគឺស្ករសចំនួនកន្លះស្លាបព្រាកាហ្វេជាមួយនឹងម្រេចនេះចំនួន1/4ស្លាបព្រាកាហ្វេបន្ទាប់ពីដាក់គ្រឿងផ្សំចូលគ្នារួចហើយគឺយើងត្រូវកូរវារហូតទាល់តែចូលគ្នាបានសព្វហើយចំពោះវិធីនៃការធ្វើទឹកម៉ាយ៉ូណេសបងប្អូនអាចចូលទៅរកមើលនៅក្នុងវីដេអូមុនបានការធ្វើ burger នៅក្នុងថ្ងៃនេះណាគឺខ្ញុំមានដាក់បន្លែបន្ថែមពីលើដែលមានស្ពៃក្តោបជាមួយនឹងការ៉ុតដែលខ្ញុំបានហាន់ជាសរសៃតូចៗហើយយកមកលាយជាមួយនឹងទឹកម៉ាយ៉ូណេសនេះគឺជានំប៉័ងដែលខ្ញុំយកមកធ្វើ burger នៅក្នុងថ្ងៃនេះហើយនំប៉័ងហ្នឹងគឺយើងត្រូវជាវាជាពីររួចហើយគឺយើងយកទៅដាក់អាំងនៅលើខ្ទះដោយលាបប្រេងឆាឬក៏លាបប៊ឺបន្តិចហើយអាំងនៅលើភ្លើងដោយបើកភ្លើងតិចៗរហូតទាល់តែនំប៉័ងហ្នឹងរាងក្រៀមហើយបងប្អូនចង់អាំងតែមួយចំហៀងឬក៏អាំងទាំងសងខាងក៏បានដែរឥឡូវហ្នឹងបន្ទាប់ពីអាំងនំប៉័ងរួចហើយគឺយើងយកទឹកម៉ាយ៉ូណេសបន្តិចមកលាបពីលើនំប៉័ងឬក៏បងប្អូនយកទឹកសោះដែលយើងបានលាយមុនហ្នឹងក៏បានដែរយកមកលាបបន្ទាប់មកដាក់បន្លែពីលើដែលខ្ញុំប្រើសាឡាត់រួចហើយយកសាច់មាន់ដែលបានបំពងរួចហ្នឹងយកមកដាក់ហើយបន្ថែមជាមួយនឹងបន្លែដែលបានលាយមុនហ្នឹងឬក៏បងប្អូនចង់បន្ថែមប៉េងប៉ោះឬក៏បន្លែផ្សេងទៀតក៏បានដែរហើយក៏អាចដាក់បន្ថែមឈីសបន្ទះពីលើបន្ថែមទៀតដើម្បីឲ្យរសជាតិ burger របស់យើងហ្នឹងកាន់តែឆ្ងាញ់រួចហើយគឺយើងយកទឹកសោះដែលយើងបានលាយមុនហ្នឹងយកមកច្របាច់ដាក់ពីលើហើយជាចុងក្រោយហ្នឹងគឺយកនំប៉័ងមួយបន្ទះទៀតហ្នឹងយកមកដាក់ពីលើគឺជាការស្រេចហើយ burger សាច់មាន់នេះក៏បានរួចរាល់ប្រសិនបើមានកំហុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋានហើយបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង share វីដេអូនេះទៅកាន់បងប្អូននិងមិត្តភ័ក្តិដទៃទៀតសូមអរគុណ